សួស្ដីទេបងបើបែកមុខនេះយូរដល់លុបមុខសង្ហាបាទហើយធ្លាប់តែគេលេងល្បីបាំងល្បីថាត្រាវាខ្លីគ្នាមកដកមិនដែរខ្លីគ្នាមិនអូបងអើយរឹងជើងឲ្យលេងហ្មងចាហត់ក៏លេងដៃលើទោះយើងអត់ស៊ូមិនក៏យើងលេងបានផ្សេងផ្សេងចាដកតែកន្លះតិចចង់ដួលហ្មងទៅការកម្លាំងហ្នឹងរត់ហូតចុះជួយដាំជួយស្ដាំប៉ុន្តែមិញនិយាយតាមអារម្មណ៍ខ្លួនឯងគិតថាអាចយកឈ្នះដែរពូបន្ទុកមិញបាទមិញមកដូចជាអត់ខំមកឈ្នះព្រោះពងគេ9យើង3 4គ្រាប់ណាបាទ4គ្រាប់ណាបាទដល់ពេលយើងដកមកទុំទឹកគាត់គេចង់ស៊ីយើងគេខូចខ្លួនឯងមូលហេតុមកពីតាប់បន្ទោពេកទេអត់ទេអត់ទោអត់ធៀមទោបាទចឹងអរគុណអូនបាទបាទអរគុណបាទនិយាយពីរឿងបាល់ទះប្រវត្តិពិតជាស្គាល់បាទអធិរាជប្រអប់បាទស្មាត់រាជតាប់គឺជាកីឡាករដែលសម្បូរបច្ចេកទេសបាទថ្ងៃនេះបងប្អូនហើយរាជចាប់ដៃគូជាមួយនឹងតាប់បានលេង12ម៉ែត្រប្រិមិត្តលេង12ម៉ែត្រតាំងពីបន្ទុកបាទរាជ5ទល់នឹង9ឥឡូវនេះរាជបាទហើយនឹងតាប់បាទចាប់ដើមឡើងមកដល់10ទល់នឹង9ធ្វើការនាំមុខវិញហើយប្រិមិត្តណាបាទនាំមុខខាងបងប្រុសខាងទៀតហើយបិទជាប់ហើយមិនបិទជាប់ឥឡូវនេះស្វាតទៅពីស្មាត់រាជបាទរាជធ្វើការនាំមុខប្រិមិត្តរាជចាក់មួយអូនចាក់មួយតាប់ដាក់ទៅមួយយកបានពីបងប្រុសរាជចាក់ទៅឡុងយកបានពីអូនតាប់ដាក់ស្ទើបងចាក់មួយរាជចាក់ទៅមួយអូបែកបាត់ហើយប្រិមិត្តបែកបាត់ហើយបាទឥឡូវនេះបន្ទុករាជ11បងប្អូន11ហើយបងប្អូន11ទល់នឹង9បិទតាំងពីបន្ទុក5ទល់9ឥឡូវនេះបិទជាប់តែម្ដងបងប្អូនហើយបាទពិតជាអស្ចារ្យមែនទែនពីអធិរាជប្រអប់ល្អទាំងដៃលើល្អទាំងដកបងប្អូនឥឡូវនេះប្រិមិត្តតាមដានរីករាយទស្សនាបន្តចាំមើលរាជបិទត្រឹមតែប្រព័ន្ធនឹងឬក៏យ៉ាងណាបាទបញ្ជាក់ថាគូនេះគឺដាក់ប្អូនប្រុសរបស់រាជគឺស្មាត់យុនចាញ់ហើយបងដូរដាក់រាជចូលវិញឥឡូវនេះប្រិមិត្តសវណ្ណលើកទៅពីស្មាត់រាជយកបានពីតាប់បងចាក់មួយរាជចាក់ទៅមួយអូនទៅពោះរាជចាក់ទៅមួយបងចាក់មួយដូចគ្នារាជចាប់បានល្អមែនទែនបងចាក់មួយរាជក៏ចាក់ទៅមួយរុញមកដូចគ្នារាជទៅឡើងទៅលើបងចាក់មួយតិចយកបានពីស្មាត់រាជបាទតាប់ស៊ីបាត់ទៅហើយប្រិមិត្តហើយ12បាត់ហើយស៊ី7គ្រាប់បងប្អូនហើយតាំងពីបន្ទុក5ទល់នឹង9ឥឡូវឡើងមក12បាត់ឡើងមក12បាត់ប្រិមិត្តតាប់ជាមួយនឹងរាជមិនធម្មតាទេបងប្អូនបាទបងប្អូនណា12បាត់បាទឥឡូវនេះប្រិមិត្តsẽបានលើកទៅពីរាជយកវិញបានទៅមួយតើឡើងមកលើយកបានពីស្មាត់រាជចាក់មួយអូនក៏ទៅមួយឡុងរាជចាក់ទៅមួយអត់បខំទេបងប្អូនបាទដកលេង12ម៉ែត្រអត់បខំទេយកវិញបានពីតាប់ល្អមែនទែនវ៉ាប់ចាក់មួយតាប់ចាក់ទៅស្ទើអូនក៏ទៅមកវិញអូដាច់ចកេះបាទប្រិមិត្តដាច់ចកេះបាទនេះសេវាដូរបានទៅខាងបងប៉ៅបងប្អូនស្គាល់ឈ្មោះប៉ៅរាជដាក់មុខអូខុសដៃស៊ីហើយប្រិមិត្តខុសដៃទេមកក្រុមវិញបាទស៊ីហើយបាទឥឡូវនេះមួយកំបិតបានមកស្មាត់រាជបាទឥឡូវនេះតាមចាប់ដើមមានសម្លេងហើយប្រិមិត្តតាមយកវិញបានរាជចាក់ទៅលើចាក់មកពីបងប៉ៅអូនតើឡើងមកលើតាប់រុញបងប៉ៅដាក់ជាយកបានពីរាជអូនតើឡើងមកលើតាប់ដាក់បានល្អមែនទែនយកវិញបានរាជចាក់ទៅឡុងតើឡើងមកលើរាជរុញទៅក្រោយយកវិញបានរាជរុញទៅមួយចាក់មកទៅជាស៊ីអូចេញក្រៅវាមិនចេញបាល់នេះសេវាចេញពីស្មាត់រាជយកបានពីតាប់តើឡើងមកលើអូកាល់ដបូលបាទប្រិមិត្តអើយកាល់ដបូលពីរាជបាទអត់បានល្អទេប្រិមិត្តឥឡូវប្រិមិត្តសេវាមកពីខាអូនយកវិញបានស៊ីរាជបាទប្រិមិត្តស៊ីរាជឥឡូវនេះបន្ទុក10ទល់នឹង13ប្រិមិត្ត10ទល់13បាទស្មាត់រាជ13ហើយបងប្អូនបាទលើកមកហើយចូលថ្នាក់រាជអូនតាប់លោតចាក់យកបានពីបងប៉ៅល្អមែនទែនរាជចាក់ទៅមួយយកបានពីបងប៉ៅរាជតើឡើងទៅលើបងប៉ៅចាក់មកទៅជា
រៀបយកតនល្អណាស់បងពៅលួចឲ្យឡងតែមិនស៊ីរៀបទេបងពៅរៀបតើឡើងបដោះគយមួយសិនបងពៅចាក់ជាយកបានពីស្មាត់រៀបចាក់ទៅក្រោយបែកបាត់បែកបាត់ប្រិមិត្តបែកបាត់បាល់ប្រិមិត្តសេវាលើកពីស្មាត់រៀបយកបានពីអប្អូនប្រុសរៀបចាក់ទៅមួយអូនចាក់មួយរៀបតើឡើងទៅលើប្រិមិត្តរៀងប្របាក់ទស្សនាបន្តិចអូប៉ែលបាល់ចេញទៅក្រៅបាត់14បាត់អូប្រិមិត្តហើយ14ហើយបាទ14ហើយបងប្អូនណាបាទឱកាសផ្ដាច់ជាលើកដំបូងចេញពីស្មាត់រៀបលើកទៅពីរៀបយកវិញបានពីអូនតាប់ចាក់ទៅក្រោយយកបានពីអូនរៀបរុញទៅក្រោយតើឡើងមកលើរៀបចាក់ទៅមួយតាប់ជួយបានបងពៅចាក់ជាយកបានពីស្មាត់រៀបល្អមែនទែនបងពៅវេយកបានពីរៀបអូនកោបចេញក្រៅបាត់ជ័យជំនះបានមកស្មាត់រៀបដោយពិន្ទុ15 ទល់ 10បាទអរគុណប្រិមិត្តសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់បងប្អូនមើលសួស្ដីទេបងប្អូនបើបែកមុខគ្នាយូរដល់លុបមុខសង្ហាបាទហើយធ្លាប់តែគេលេងល្បីបាំងល្បីថាត្រាវាខ្លីគ្នាមកដកមិនដែរខ្លីគ្នាមិន អូបងអើយរឹងជើងឲ្យលេងហ្មង ចា ហត់ក៏លេងដៃលើទោះយើងអត់ស៊ូមិនក៏យើងលេងបានផ្សេងចា ចា ដកតែកន្លះតិចចង់ដួលហ្មងទៅការកម្លាំងហ្នឹងរត់រហូតចុះឆ្វេងស្ដាំ ប៉ុន្តែមិញនិយាយតាមអារម្មណ៍ខ្លួនឯងគិតថាអាចយកឈ្នះដែរពូបន្ទុក មិញហ៎ បាទ មិញមកដូចជាអត់ខំមកឈ្នះព្រោះពងគេ9យើង3 4គ្រាប់ណា បាទ4គ្រាប់ណា បាទដល់ពេលយើងដកមកទុំទឹកគាត់គេចង់ស៊ីយើងគេខូចខ្លួនឯង មូលហេតុមកពីតាប់បន្ទោពេកទេ អត់ទេ អត់ទោ អត់ធៀមទោស បាទអញ្ចឹងអរគុណអូនបណ្ដាបាទអរគុណ